បាទជំរាបសួរលោកយាយលោកតាព្រមទាំងបងប្អូនពុទ្ធបរិស័ទព្រមទាំងញាតិធម៌និងមិត្តព្រះធម៌ទាំងអស់នៅក្នុងឱកាសថ្ងៃ8កើតខែទុតិយស័កថ្ងៃឧបោសថនៅក្នុងឱកាសទៀបភ្លឺនេះខ្ញុំបាទសូមជូនអត្ថបទកំណាព្យមួយឃ្លាចែកជូនលោកពុកអ្នកម្ដាយបងប្អូនកុកមួយសន្តាប់នៅក្នុងឱកាសចិត្តភ្លឺនេះដូចតទៅធ្វើស្រែខែលិចកំតិចឆ្នាំងបាយដាំពូជមហន្តរាយផ្សព្វផ្សាយអធរបានផលជាទុកមុខតែវឹកវរអវិជ្ជាវឹកវរពុំមានថ្ងៃលហែឫស្សីផ្កាផ្លែស្លាប់ដើមវិនាសស្រូវទុំដូចមាសត្រូវដាច់ពីស្រែសុរិយារះខ្ពស់បាត់ពន្លឺខែខុសឥតកែប្រែគ្រោះថ្នាក់ខ្លាំងណាស់ដើមចេកស្លាប់ខ្លួនព្រោះតែទុំផ្លែកូនក្បត់អោម៉ែព្រោះតណ្ហាក្រាស់សង់បងវិន័យព្រោះតែឥតខ្មាស់ទ្រពប្រហាម្ចាស់ព្រោះឥតបញ្ញាលោភៈតែងតាក់មនុស្សល្ងងលៀបទាញលិចលង់បាត់បង់អាត្មាលៀបចូលដល់ហើយឥតចេះរក្សាលៀបនាំសោកាព្រោះឥតគំនិតកាលនៅក្រទិលគិតខ្វល់ខំរោគអំពើស្មោកគ្រោកពុំបានប្រព្រឹត្តលុះដល់មានលុយនាំបែកគំនិតចំអធัวពិតលៀបបិទអបាយបើមិនប្រយ័ត្នលៀបចាត់ចែងប្រើគិតថាគ្រាន់បើបិទមានប្រចាយភ្លើតភ្លើនមួយផ្លេតគិតតែសប្បាយរងទុកវែងឆ្ងាយពុំងាយរួចឡើយសូមអនុមោទនីសัพពរតឹងធម្មរតឹងជានេតិសេចក្តីត្រេកអរក្នុងធម៌ឈ្នះអស់សេចក្តីត្រេកអរទាំងពួងសូមអនុមោទនីអត្ថបទនេះផ្សព្វផ្សាយចេញពីវត្តសាលានដែតឃុំចង្ហាស្រុកអូជ្រៅខេត្តបន្ទាយមានជ័យ